បាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល iOS បាទនៅវីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបក្នុងការឆែកមើលលេខកូដឬក៏ password Apple ID របស់យើងបាទបើសិនជាយើងផ្លេចលេខកូដឬក៏ password Apple ID របស់យើងអាចឆែកនៅលើទូរស័ព្ទដៃ iPhone របស់យើងបានប៉ុន្តែវាស្ថិតនៅក្នុងលក្ខខណ្ឌដែលបងប្អូនបានបើកនៅមុខងារ Find My iPhone ឬក៏បងប្អូនធ្វើការចាក់ iCloud ណាបាទបើសិនយើងអត់ចាក់ iCloud ឬក៏អត់បានបើកមុខងារ Find My iPhone ហ្នឹងទេpassword ហ្នឹងយើងឆែកនៅក្នុងទូរស័ព្ទដៃរបស់យើងអត់ឃើញទេបាទអញ្ចឹងខ្ញុំបញ្ជាក់កន្លែងហ្នឹងតោះអញ្ចឹងក៏មកវិញឆ្ងាយយើងទៅដឹងពីរបៀបឆែកទាំងអស់គ្នាអូខេអញ្ចឹងសម្រាប់បងប្អូនយើងដែលប្រើ iPhone នៅ version ក្រោម iOS 18បងប្អូនត្រូវចូលមកក្នុង setting របស់យើងមកហើយបងប្អូនអូសចូលមកក្រោមរកពាក្យថា password ដែលមានសញ្ញាកូនសោហ្នឹងណាបាទបន្ទាប់មកយើងចុចកន្លែង password ឬក៏សញ្ញាកូនសោហ្នឹងមកហើយយើងធ្វើការ scan មុខឬក៏ scan កាយ៉ៅដៃបើសិនជាបងប្អូនអត់ដាក់ scan មុខអត់ដាក់ scan កាយ៉ៅដៃទេបងប្អូនអាចវាយលេខកូដដោះសោក្រងមកគឺយើងអាចចូលមកបានហើយបាទអូខេឥឡូវខ្ញុំប្រាប់ពីរបៀបឆែកនៅលើ iOS 18ម្ដងបាទចាប់ពី iOS 18ឡើងទៅបាទអញ្ចឹងសម្រាប់បងប្អូនដែលប្រើ iOS 18ឡើងទៅបងប្អូននឹងមានកម្មវិធីមួយដែលមានឈ្មោះថា password នេះបាទនេះកម្មវិធីហ្នឹងបាទអញ្ចឹងនៅលើទូរស័ព្ទដៃ iPhone ដែលឈរនៅលើ iOS 18ឡើងទៅវាប្រកាសជាមានកម្មវិធីមួយដែលមានឈ្មោះថា password នេះបាទ icon របស់វាគឺរូបកូនសោ3ត្រួតគ្នាហ្នឹងបាទអញ្ចឹងយើងគ្រាន់តែចុចទៅលើ app មួយហ្នឹងមកបាទបន្ទាប់មកយើងធ្វើការ scan មុខ scan ឬក៏ scan កាយ៉ៅដៃបើសិនជាបងប្អូនប្រើលេខកូដបងប្អូនប្រើចុចលេខកូដដោះសោក្រងរបស់យើងមកគឺវានឹងចូលមកដល់ចំណុចនេះបន្តមកទៀតបងប្អូនចុចទៅលើសញ្ញាកូនសោនេះបាទកន្លែងពាក្យថា all បាទអញ្ចឹងយើងចុចមកបាទបន្តមកទៀតបងប្អូននឹងឃើញពាក្យថា Apple នេះបានន័យថាជា account Apple ID របស់យើងដែលយើងធ្លាប់បាន sign in ចូលនៅក្នុងទូរស័ព្ទដៃ iPhone របស់យើងណាបាទអញ្ចឹងយើងចុចទៅលើ account iCloud ឬក៏ Apple ID របស់យើងមកដើម្បីទៅរក password របស់វាណាបាទអូខេយើងចុចមកអូខេបន្តមកទៀតបងប្អូនឃើញសញ្ញាចុចហ្នឹងគឺជា password របស់យើងអញ្ចឹងដើម្បីបង្ហាញ password របស់យើងបានយើងគ្រាន់តែចុចទៅលើសញ្ញាចុចហ្នឹងមកចុចមកប៉ក់មកវានឹងload បង្ហាញជា password Apple ID របស់យើងតែម្ដងបាទអញ្ចឹងបើសិនជាយើងផ្លិចយើងអាចចុចទៅលើនេះក៏បានបាទគេដាក់ថា copy password នេះចុចទៅប៉ុណ្ណឹងមកគឺយើងអាចយកទៅបំពេញនៅក្នុង Apple ID របស់យើងបានហើយបាទអូខេអញ្ចឹងសម្រាប់របៀបក្នុងការឆែកមើល password ក៏ជាលេខកូដ Apple ID របស់យើងនៅក្នុងទូរស័ព្ទដៃ iPhone គឺមានប៉ុណ្ណឹងទេបាទអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនមានជាចម្ងល់អត់យល់តាមអត់ទាន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានហើយយើងនឹងជួបគ្នានៅវីដេអូក្រោយក្នុង Channel កណ្ដាល iOS